កូនចង់បានអ្វីមួយឪពុកម្ដាយតែនិយាយអត់មានលុយទេអត់មានលុយទេជំរាបសួរស្វាគមន៍មកកាន់ podcast របស់យើងនៅក្នុងសប្តាហ៍ថ្មីនៅក្នុងសប្តាហ៍នេះយើងនឹងនាំលោកអ្នកបងប្អូនទៅជាមួយនឹងប្រធានបទមួយដែលតាក់ទងជាមួយនឹងហិរញ្ញវត្ថុតើវាមានអត្ថន័យឬក៏វាមានសារៈសំខាន់យ៉ាងណាចំពោះចំណេះដឹងនិងបទពិសោធន៍ដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំគួរតែសិក្សាហើយរៀនសូត្រទាំងអស់គ្នាផងដែរអរគុណយើងនឹងទៅចែកគ្នានៅក្នុងសប្តាហ៍នេះនិយាយអំពីការបណ្ដុះទម្លាប់ហិរញ្ញវត្ថុដល់កូនៗនិងឥទ្ធិពលនៃគំរូរបស់ឪពុកម្ដាយអញ្ចឹងលោកអ្នកបងប្អូននឹងបានយល់កាន់តែច្បាស់ហើយនឹងស៊ីជម្រៅថែមទៀតជាមួយនឹងប្រធានបទអំពីការបណ្ដុះបណ្ដាលទម្លាប់ហិរញ្ញវត្ថុដល់កូនៗរបស់យើងស្វាគមន៍ជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងនៅក្នុងសប្តាហ៍នេះជំរាបសួរលោកគ្រូបាទជំរាបសួរសុខសប្បាយជាទេលោកគ្រូបាទសុខសប្បាយជាធម្មតាចាអរគុណតាមពិតវត្តមានរបស់លោកគ្រូជាមួយយើងតែងតែមាននៅចំណេះដឹងនឹងបទពិសោធន៍ហើយនេះជាពេលវេលាដែលខ្ញុំចូលចិត្តបំផុតនៅក្នុង podcast គឺនិយាយអំពីការចាត់ចែងថវិកាមុនពេលដែលយើងចាប់ផ្ដើមមិញយើងបានទៅចែកគ្នាលេងបន្តិចថាឬគោលទាំងអស់រឿងរ៉ាវបញ្ហាទាំងអស់វាកើតឡើងអំពីលុយអញ្ចឹងហើយយើងចង់ដឹងថាតើហេតុផលអ្វីខ្លះដែលមានសារៈសំខាន់រហូតដល់តែយើងលើកប្រធានបទមួយនេះមកក្នុងកម្មវិធីដែលនិយាយអំពីការបណ្ដុះទម្លាប់ហិរញ្ញវត្ថុដល់កូនហើយនឹងឥទ្ធិពលនៃគំរូយើងជាឪពុកម្ដាយដល់ពួកគេអញ្ចឹងតើការប្រើប្រាស់ថវិកាប្រចាំថ្ងៃរបស់ឪពុកម្ដាយប៉ះពាល់ដល់ការគិតរបស់កូនយ៉ាងដូចម្ដេចខ្លះចា៎គ្រូបាទជាការពិតហើយជាប្រធានបទដែលល្អយើងមើលឃើញហើយថាកូនរបស់យើងប្រៀបដូចជាกระดาษសចា៎ហើយសកម្មភាពរបស់ឪពុកម្ដាយរាល់ថ្ងៃប្រៀបដូចជាទឹកខ្មៅដែលដាក់ចូលទៅក្នុងกระดาษសទៅក្នុងជីវិតទៅក្នុងទម្លាប់ទៅក្នុងការគិតហើយនឹងសកម្មភាពរបស់កូនចា៎ហើយទឹកខ្មៅមួយនោះវានឹងមិនបាត់ទេវានៅជាប់រហូតចា៎ជាប់ទៅនឹងបុគ្គលិកលក្ខណៈហើយទម្លាប់ប្រចាំថ្ងៃរបស់កូនយើងម្នាក់ដូច្នេះហើយបានជាសកម្មភាពរបស់ឪពុកម្ដាយតាមរយៈការប្រើប្រាស់ថវិកាតាមរយៈការសម្រេចចិត្តតាមរយៈការធ្វើអ្វីមួយវាជារឿងមួយដែលសំខាន់យមើលបើកូនយើងឃើញឪពុកម្ដាយចេះចាត់ចែងចេះសន្សំមុននឹងចាយឬក៏មួយក៏ចេះគិតគូរមុននឹងចាយកូននឹងអាចនឹងយល់អំពីអត្ថភាពចា៎នៃថវិកាជាពិសេសអត្ថភាពកូននឹងឲ្យនៅការសន្សំគឺជាអត្ថភាពចម្បងជាងគេប៉ុន្តែបើសិនបើវាឃើញឪពុកម្ដាយការប្រើប្រាស់ថវិកាទៅតាមអារម្មណ៍នោះកូនរបស់ផងយើងនឹងខ្វះនៅវិន័យចា៎ក្នុងការដែលប្រើប្រាស់ថវិកាយមើលបើសិនបើយើងទៅផ្សារទំនើបហើយបើសិនបើឪពុកម្ដាយដើរទៅហើយចេះតែរើសយកដាក់ចេះតែទិញឃើញអូចង់បាននេះឃើញបាននោះហើយចេះដាក់ចូលកន្ត្រកកូនរបស់យើងនឹងរៀនបានចា៎នៅអ្វីមួយផ្សេងប៉ុន្តែបើសិនបើយើងទៅផ្សារទំនើបហើយយើងមានបញ្ជីថាតើយើងត្រូវទិញអីខ្លះនៅក្នុងហ្នឹងតើថ្ងៃហ្នឹងតើយើងគោលបំណងនៃការដែលយើងទៅនោះយើងមានគោលបំណងអ្វីយើងទិញអ្វីយើងទៅរើសយកអ្វីហើយយើងទៅរើសយករបស់នោះយើងមើលឃើញថាកូនរបស់យើងនឹងរៀនចេញអំពីផែនការនៃការរៀបចំផែនការប្រែទុយទៅវិញបើយើងចេះតែរើសនោះកូនរបស់យើងនឹងទៅជាអ្វីមួយដែលថវិកាអូខេអត់អីទេស្រួលទេចា៎ប្រើយ៉ាងម៉េចក៏បានដែរដូច្នេះតម្លៃនៃរបៀបរបបរស់នៅរបស់យើងការប្រើប្រាស់ថវិកាប្រចាំថ្ងៃរបស់យើងវិន័យឬក៏អត់វិន័យនោះគឺជាកញ្ចក់បង្ហាញទៅលើកូនរបស់យើងហើយទៅជាទឹកខ្មៅទៅជារបស់មួយដែលចាក់ចូលទៅក្នុងចរិតលក្ខណៈរបស់កូនរបស់យើងចាអរគុណដូច្នេះអ្វីដែលខ្ញុំបានរៀនបាននៅក្នុងចំណុចនេះគឺសំខាន់មែនតើមុនពេលដែលយើងទៅកាន់ទីកន្លែងដែលយើងត្រូវទិញមិនថាសម្ភារៈមុខម្ហូបឬក៏សម្ភារៈណាមួយអញ្ចឹងយើងគួរតែបង្រៀនពួកគាត់ថាតើអ្វីដែលយើងត្រូវការអ្វីដែលយើងត្រូវទៅទិញនៅថ្ងៃនេះអញ្ចឹងយើងទិញនៅក្នុង
ផែនការរបស់យើងទី2លោកគ្រូនៅក្នុងតាមរយៈនៅក្នុងវប្បធម៌របស់យើងសពថ្ងៃតើមានកត្តាអ្វីខ្លះដែលប៉ះពាល់ដល់ការបង្រៀនកូនរឿងលុយកាក់តាមរយៈបទពិសោធន៍ក៏ដូចជាការដែលលោកគ្រូបានយល់ឃើញចា៎ជាទូទៅខ្មែរយើងមានទម្លាប់យោគយល់ហើយនឹងមុខមាត់នៅក្នុងក្រុមគ្រួសារយើងឲ្យលុយជាការល្អដែលយើងឲ្យលុយជួនកាលយើងឲ្យលុយទៅកូនរបស់ផងយើងដែលអត់មានលក្ខខណ្ឌចា៎ដែលធ្វើឲ្យកូនរបស់ផងយើងអត់បានឲ្យតម្លៃទៅលើកម្លាំងទៅលើតម្លៃនៃលុយចា៎ទៅលើថាតើមុនដែលយើងបាន1000ឬក៏500រៀលហ្នឹងតើយើងត្រូវបោះលះបង់អ្វីខ្លះតើប្រើកម្លាំងអ្វីខ្លះដើម្បីទៅយកឪពុកម្ដាយខ្លះឲ្យដល់កូនដោយមិនបានចេះតែឲ្យតែកូនសុំឲ្យតែកូនសុំឲ្យដោយព្រោះតែក្តីស្រឡាញ់របស់ផងយើងចា៎ហើយមួយទៀតទិញសម្ភារៈថ្លៃពេកក្នុងការប្រកួតប្រជែងដើម្បីបង្ហាញពីមុខមាត់បង្ហាញអំពីថាកុំឲ្យចាញ់គេមានយើងមានដូចគេដែរទាំងអស់នោះឲ្យបណ្ដោះនៅគំនិតនៅសម្ភារៈនិយមនៅក្នុងគំនិតរបស់ផងកូនរហូតដល់កូននោះคล้ายទៅជាខ្ញុំត្រូវតែមានខ្ញុំត្រូវតែបានដែរចា៎ការឲ្យរបស់របរទៅដល់កូនគឺជារឿងដែលល្អប៉ុន្តែត្រូវបង្កើតនៅផ្នត់គំនិតមួយការសន្សំឧទាហរណ៍ថារដូវកាលអ្វីមួយដែលមកដល់ខ្មែរយើងចូលចិត្តឲ្យរបស់របរចូលឆ្នាំខ្មែរចូលឆ្នាំចិនចូលឆ្នាំអីបើសិនបើយើងមានរបស់ដ៏ល្អណាមួយឬក៏យើងមានថវិកាណាមួយឲ្យទៅដល់កូន100000ឬក៏$100អីឲ្យដល់កូននៅពេលកម្មវិធីពិសេសខួបកំណើតឬកម្មវិធីពិសេសនៅក្នុងក្រុមគ្រួសារយើងអាចបង្កើតនៅផ្នត់គំនិតដូចជាដក50%ដើម្បីសន្សំចា៎បង្រៀនអូខេថាគេដកបើឲ្យ100000ដក50000ដើម្បីសន្សំចា៎បាទយើងនៅតែឲ្យរបស់នៅតែជារបស់យើងប៉ុន្តែបង្រៀននៅផ្នត់គំនិតមួយដកសន្សំចា៎បាទយើងដាក់លក្ខខណ្ឌអ្វីមួយឲ្យគេត្រូវដកសន្សំនៅក្នុងទាំងអស់នោះគឺជាទម្លាប់មួយដែលយើងអាចនឹងប្រើបានបីបង្រៀនក្នុងការសន្សំយើងឲ្យដែរប៉ុន្តែជាការដែលឲ្យដែលគិតថាស្រួលប៉ុន្តែត្រូវសន្សំយ៉ាងដូចម្ដេចដែរចា៎ខ្ញុំចាប់អារម្មណ៍អញ្ចឹងខ្ញុំសប្បាយចិត្តនៅពេលឮចំណុចនេះខ្ញុំបានធ្វើរឿងត្រឹមត្រូវមួយហើយពីព្រោះកូនរបស់ខ្ញុំនៅក្នុងខួបកំណើតឥឡូវមាន2នាក់គេរៀងធំគេស្គាល់លុយអញ្ចឹងគេលែងសូវជាចង់បានជាកាដូជាសម្ភារៈហើយគេចូលចិត្តថាគេសុំជាលុយហើយកាលពីឆ្នាំមុននោះម្នាក់ខួបកំណើតខែ9ម្នាក់ទៀតខែ12អញ្ចឹងពួកគេមានបងប្អូនយាយតាហើយនឹងយើងជាឪពុកម្ដាយបានឲ្យលុយគេដែរអញ្ចឹងខ្ញុំមានកូនជ្រូកមួយហើយខ្ញុំប្រាប់ថាប្រហែលជាយើងអាចដកសន្សំបានដើម្បីដំណើរកម្សាន្តចុងឆ្នាំរបស់គ្រួសារយើងអញ្ចឹងឲ្យគេចូលរួមមានន័យថាម៉ាក់ប៉ាក៏សន្សំកូនក៏សន្សំហើយយើងចូលលុយគ្នានឹងមកនៅពេលដែលវិស្សមការចុងឆ្នាំមកដល់យើងនឹងអាចដើរកម្សាន្តអញ្ចឹងគ្រប់គ្នាអាចមានចំណាយដើម្បីចូលរួមអរគុណអញ្ចឹងនោះគឺជាផ្នែកមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំគឺជាអ្នកដែលនឹងជួយset ដាក់នៅបង្កើតនៅទម្លាប់ទៅដល់កូនរបស់យើងទី3តើមានទម្លាប់ហិរញ្ញវត្ថុមិនល្អអ្វីខ្លះដែលឪពុកម្ដាយគួរតែជៀសវាងមានច្រើនប៉ុន្តែខ្ញុំចង់ចែកចាយអំពីយ៉ាងតិច3ដែលនៅទីនេះចា៎លោកគ្រូដែលខ្ញុំមើលឃើញថាវាអាចទៅជាទម្លាប់មួយដែលវាអាចចាក់ចូលយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតហើយនឹងសកម្មភាពប្រចាំថ្ងៃរបស់កូនរបស់ផងយើងហើយវាទៅជាបណ្ដោះទៅជាវប្បធម៌នៃទម្លាប់នៃចរិតលក្ខណៈនៅពេលដែលវាធំឡើងដូចជាយើងមើលឃើញថាយើងជាច្រើនយើងប្រើប្រាស់លុយដើម្បីនឹងរំសាយបញ្ហាផ្លូវអារម្មណ៍របស់ផងកូនឧទាហរណ៍នៅពេលដែលកូនយើងមិនស្រួល
នៅពេលដែលកូនយើងមិនសប្បាយចិត្តនៅពេលដែលកូនយើងយំយើងឲ្យលុយឬក៏យើងទិញរបស់របរយំមិនលួងចាដល់កូនឬមួយក៏យើងបញ្ឆោតវាអូចាំប៉ាចាំម៉ាក់កុំយំណាកូនណាចាំទិញនេះឲ្យធ្វើនេះឲ្យឬក៏ធ្វើនេះឲ្យចាំប៉ានាំកូនទៅនេះចាំប៉ានាំកូនទៅនោះចាទាំងអស់នោះហើយដែលធ្វើឲ្យយើងធ្វើឲ្យកូនមានអារម្មណ៍ថាយល់ថាវាគឺជាអ្វីគ្រប់យ៉ាងនៅពេលដែលពុកម្ដាយឲ្យមកគឺវានឹងបំពេញនៅអ្វីគ្រប់យ៉ាងចាវាទៅជាលក្ខណៈលុយវាទៅជាថ្នាំដើម្បីបំបត្តិទុក្ខថ្នាំដើម្បីនឹងបំបត្តិនៃការឈឺចាប់ចាទៅវិញជាជាងការដែលយើងព្យាយាមពន្យល់អំពីមូលហេតុដែលកើតឡើងនោះជាការមួយហើយទី2ការលាក់បាំងនៅស្ថានភាពហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារដែលឪពុកម្ដាយយើងជាច្រើនមិនដែលនិយាយអំពីលុយខ្វះខាតឬក៏យ៉ាងស្ថានភាពហិរញ្ញវត្ថុដល់ក្រុមគ្រួសារជាពិសេសដល់កូនដែលពួកគេអត់យល់អំពីទុក្ខលំបាកយើងដឹងហើយថាប្រជាជនខ្មែរយើងមានមនុស្សជាច្រើនមានទុក្ខលំបាកច្រើនជាងមានសេរីភាពនៅផ្នែកហិរញ្ញវត្ថុដោយសារតែយើងស្ថិតនៅក្នុងបន្ទាត់ក្រីក្រយើងមានអ្នកដែលជាប់បំណុលច្រើនជាងអ្នកដែលអត់ជាប់បំណុលចាហើយជនជាតិខ្មែរយើងជាច្រើនអត់បានចែករំលែកនៅទុក្ខលំបាកនៃការឈឺចាប់អ្វីដែលខ្លួនកំពុងតែរែកពុនជាពិសេសឪពុកម្ដាយខ្លាចកូននឹងបារម្ភខ្លាចកូននឹងទៅជាចាអត់មានចិត្តចង់រៀនសូត្រក្តីបារម្ភពេកទៅជា stress ទៅអ្វីជាដើមនោះគឺជាការមួយដែលទម្លាប់មួយដែលនាំឲ្យកូនអត់ដឹងអំពីទុក្ខហើយអត់បានរៀនអំពីរបៀបដែលអារម្មណ៍ផ្លូវអារម្មណ៍ដែលទទួលបំណុលដែលមានបំណុលដែលមានបញ្ហាហិរញ្ញវត្ថុនឹងយ៉ាងដូចម្ដេចគេអត់ដែលមានទេតាំងពីតូចមកចាដូច្នេះនោះឯងក៏ជាវិបត្តិមួយក៏ជាបញ្ហាមួយដែលតែងតែនេះឡើងហើយមួយទៀតទម្លាប់មួយទៀតដែលជាបញ្ហាផងដែរគឺយើងឃើញតែងតែយើងនិយាយទៅកាន់កូននៅពេលដែលយើងកូនចង់បានអ្វីមួយឪពុកម្ដាយតែនិយាយអត់មានលុយទេអត់មានលុយទេចាអត់មានលុយទេតែនៅពេលដែលកូនចង់បានរបស់ហ្នឹងឪពុកម្ដាយអត់មានលុយទេប៉ុន្តែ4-10នាទីក្រោយមកយើងទៅទិញរបស់នោះផ្សេងមួយទៀតពេលខ្លះដែលថ្លៃជាងរបស់ដល់កូនទាហ្នឹងកូនចាប់អារម្មណ៍កត់សម្គាល់ថាឪពុកម្ដាយគេកំពុងតែកុហកគេតែពិតឪពុកម្ដាយគេមានលុយអាចទិញឲ្យគេបានប៉ុន្តែបែរជាថាអត់មានលុយទេទាំងអស់នោះដែលធ្វើឲ្យកូនមានអារម្មណ៍ថាពេលខ្លះវាមានអារម្មណ៍នៅពេលដែលយើងថាអត់មានលុយទេវាមានអារម្មណ៍ចាក់នៅផ្នត់គំនិតមួយភាពក្រីក្រភាពអត់មានមកកាន់ខ្លួនរបស់ផងគេដែលធ្វើឲ្យគេបាត់បង់ទំនុកចិត្តនៅក្នុងអារម្មណ៍នៅក្នុងជីវិតរបស់ផងគេជំនួសឲ្យការដែលនិយាយថាអត់មានលុយយើងគួរតែនិយាយថារបស់នេះមិនស្ថិតនៅក្នុងគម្រោងមិនស្ថិតនៅក្នុងការចំណាយរបស់ផងយើងកូនដូចយើងអត់មានផែនការដើម្បីនឹងទិញវាប៉ុណ្ណឹងកូនយើងមានហើយនៅផ្ទះរបស់ផងយើងហ្នឹងចាបាទយើងនៅផ្ទះរបស់ផងយើងក៏មានដែរប៉ុន្តែយើងខ្ជិលដោះស្រាយយើងប្រាប់ថាអត់មានលុយទេប៉ុន្តែអភិសានហ្នឹងវាធ្វើឲ្យចាក់នៅក្នុងផ្នត់គំនិតរបស់ផងវាចាខ្ញុំចាប់អារម្មណ៍មែនតើនៅក្នុងចំណុចមួយនេះដែលពេលខ្លះឪពុកម្ដាយដោយសារតែភាពហត់នឿយឬក៏គាត់គិតថាក្មេងមិនទាន់យល់លោកគ្រូអញ្ចឹងពេលខ្លះគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាមិននិយាយហេតុផលអីច្រើនឆ្លើយតែមួយម៉ាត់ខ្លីស្រួលយល់អត់លុយបាទយើងតែអត់លុយអាចទិញបានយើងអត់ព្យាយាមបកស្រាយដើម្បីឲ្យយល់យើងព្យាយាមយកលេសដើម្បីឲ្យកុំឲ្យមកតវ៉ាទៀតចាតាមពិតឬមួយក៏អញ្ចឹងទេយកចាញ់ឲ្យឆ្ងាយអូខេបាទយើងអត់ព្យាយាមបញ្យល់ពីហេតុផលដូច្នេះកូនយើងអត់ដែលបានគិតទេនៅពេលដែលយើងអត់បានបញ្យល់ពីហេតុផលយើងកុំឲ្យវាមករំអុកយើងឬក៏អីយើងផ្ដាច់តែម្ដងយើងផ្ដាច់នៅការសន្ទនារបស់ផងយើងនៅនោះជាមេរៀនដែលល្អមែនតែននៅពេលដែលយើងបញ្យល់ឬមួយក៏យើងនៅពេលពីបង្ហាញពីហេតុផលយើងក៏បញ្យល់ថាយើងអត់មានគម្រោងថវិកាយើងដូចជាមិនចាំបាច់ត្រូវចំណាយទេកូនយើងមាននៅផ្ទះយើងហើយឬក៏កូនយើងត្រូវចាំតិចទៀតទៅយើងជិតដល់ម៉ោងបាយហើយហ្នឹងបាទយើងតិចទៀតយើងទៅញ៉ាំនោះយើងត្រូវទៅញ៉ាំហើយយើងនៅក្នុងយើងមានតែកូនយើងចាំតិចយើងទៅដល់កន្លែងមួយទៀតបាទ
ចាល្អមែនតើខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងតន់នៅចំណុចមួយនេះដែលអឺជៀសវាងពីការគ្រាន់តែយើងមិនចង់ឬក៏ខ្ជិលនៅក្នុងផ្លូវអារម្មណ៍យើងថាយើងមិនចង់ពិភាក្សាឬក៏មិនចង់ផ្ដល់នៅយកហេតុផលឬក៏គាត់ថាកូនយើងអត់យល់តែតាមពិតទៅលោកគ្រូមានប្រសាសន៍មួយថានៅពេលដែលយើងធ្វើបែបនេះយើងបានផ្ដាច់នៅឱកាសឲ្យពួកគេចេះគិតទោះបីក្មេងប៉ុណ្ណាក៏ដោយនៅពេលដែលយើងឲ្យយោបល់ឬក៏ប្រាប់នៅហេតុផលពួកគេចាប់ផ្ដើមចេះគិតក៏ជាឱកាសមួយក្នុងការដែលគេអភិវឌ្ឍនៅគំនិតខួរក្បាលរបស់គេការគិតរបស់គេចាប់ផ្ដើមគិតថាហេតុអីបានម្ដាយឪពុកគាត់អត់ទិញឲ្យឧទាហរណ៍ថាពេលខ្លះជិតដល់ម៉ោងបាយប្រហែលជានៅសល់តែ5នាទីឬក៏10នាទីទៀតឬក៏យើងធ្វើម្ហូបមួយផ្លែទៀតទេអញ្ចឹងបង្រៀនគាត់ឲ្យចេះទ្រាំមិនចាំបាច់ទៅទិញនំឯដើម្បីឲ្យឃ្លានឥឡូវព្រោះគាត់ថាការឃ្លានហ្នឹងវាមិនអាចឲ្យគាត់ឈឺឬក៏មានគ្រោះថ្នាក់ធំណាមួយដល់រាងកាយគាត់បើគាត់អត់បានញ៉ាំទេអញ្ចឹងអាចប្រាប់គាត់ថាញ៉ាំទឹកសិនហើយចាំមួយផ្លែតបាយយើងឆ្អិនឲ្យញ៉ាំយើងអត់ចាំបាច់ត្រូវទៅទិញម្ហូបចំណីអាហារដែលវាត្រូវចំណាយបន្ថែមទៀតលើសម្ហូបយើងព្រោះវាគៀកនឹងម៉ោងដែលយើងត្រូវញ៉ាំហើយបាទចាអញ្ចឹងប្រាប់គាត់ឲ្យហេតុផលឲ្យគាត់ចេះគិតឲ្យគាត់យល់ហើយឲ្យគាត់ចេះអត់ធ្មត់ដែរកុំឲ្យគាត់គិតថាត្រូវតែញ៉ាំអញ្ចឹងនេះជាមេរៀនមួយនេះជាចំណុចមួយដែលលោកអ្នកបងប្អូនហើយខ្ញុំជាម្ដាយខ្ញុំពិតជាភ្ញាក់រលឹកដូចក្រើនឲ្យខ្ញុំចាប់ដើមគិតថាជៀសវាងការដែលយើងខ្ជិលឲ្យហេតុផលកូនធ្វើឲ្យកូនអសមត្ថភាពនៅក្នុងការគិតរបស់គាត់យើងគ្រាន់តែឆ្លើយលេសមួយអត់លុយឬក៏ឲ្យភ្លាមដើម្បីបញ្ចប់កុំឲ្យយំឬក៏ទៀមទាថែមទៀតអញ្ចឹងខ្ញុំជឿថានេះគឺជា podcast មួយដែលពិសេសហើយជួយច្រើនមានផលប្រយោជន៍ទៅដល់នៅក្នុងការដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំបីបាច់កូនហើយឲ្យគេមាននៅទម្លាប់ហិរញ្ញវត្ថុបានល្អសំណួរបន្តលោកគ្រូតើគួរចាប់ផ្ដើមបង្រៀនកូនយើងឲ្យរៀបចំថវិកាឬក៏ភាសាអង់គ្លេសអ្នកដែលគាត់ថាធ្វើ budget ឬក៏ budgeting ហ្នឹងពីអាយុប៉ុន្មានហើយនឹងដោយរបៀបណាដែរចា៎យើងអាចចាប់ផ្ដើមពីអាយុ5-6 ឆ្នាំនៅពេលដែលគេចេះរាប់លេខចា៎នៅពេលដែលគេចេះស្គាល់ពីតម្លៃនៃលុយតិចតួចទៅចា៎បាននៅក្នុងថ្នាក់ទី1ទី2ទី3ចូលសាលារៀនដែលគេចេះស្គាល់តម្លៃនៃលុយ500ទិញបានអីខ្លះ200ទិញបានអីខ្លះឬក៏100 1000រៀលអីទិញបានអ្វីខ្លះគេចាប់ផ្ដើមយល់អំពីតម្លៃនៃលុយយើងអាចចាប់ផ្ដើមបានដែររបៀបដែលធ្វើគឺយើងនៅក្នុងក្រុមគ្រួសាររបស់យើងអាចបង្កើតទៅជាហៅថាកូនជ្រូកចា៎កូនជ្រូកយ៉ាងតិច3នៅក្នុងហ្នឹងឬក៏ប្រអប់យ៉ាងតិច3ដែលយើងដាក់នៅក្នុងក្រុមគ្រួសាររបស់យើងដូចជាប្រអប់ចំណាយឬក៏កូនជ្រូកសម្រាប់ចំណាយដែលយើងដាក់ថាសម្រាប់ទិញនំសម្រាប់ទិញរបស់តូចតាចប្រចាំថ្ងៃដែលយើងអាចនឹងប្រើកូនជ្រូកនោះហើយនឹងប្រអប់មួយទៀតគឺជាប្រអប់សម្រាប់សន្សំដែលយើងដាក់សន្សំសម្រាប់ទិញរបស់របរធំដុំទៅក្នុងក្រុមគ្រួសារឬក៏ដំណើរកម្សាន្តឬក៏យើងត្រូវចេញទៅខាងក្រៅហើយប្រអប់មួយទៀតដែលសំខាន់ដែរគឺជាប្រអប់នៃការចែករំលែកប្រអប់នៃសេចក្តីស្រឡាញ់ប្រអប់នៃការឲ្យដែលយើងបានដាក់ដូចជាមានកម្មវិធីម្ដងម្កាលឬមួយក៏ជួយទៅដល់អ្នកដែលក្រីក្រដូចជាដង្វាយដែលយើងថ្វាយនៅព្រះវិហារឬក៏សម្រាប់ទិញសម្ភារៈសិក្សាអីផ្សេងសម្រាប់ជួយដល់ក្មេងៗដែលអត់ជាងខ្លួនដើម្បីឲ្យគេចេះបានប្រៀបធៀបទាំង3នោះគឺសំខាន់នៅក្នុងក្រុមគ្រួសារតើកូនរបស់យើងបានលុយមកពីណាបានពីការដែលឲ្យរបស់យើងបានដោយការដែលគេចេញនៅកម្លាំងពលកម្មបានដោយការដែលគេស្ដាប់បង្គាប់ចា៎ធ្វើកិច្ចការផ្ទះផ្សេងនៅក្នុងយើងមិនមែនជួលគេដើម្បីនឹងធ្វើអ្វីផ្សេងប៉ុន្តែឲ្យគេស្គាល់តែពីតម្លៃប៉ុន្តែ3នោះដែលគេត្រូវបែងចែកដាក់ចូលទៅក្នុងប្រអប់តើគេបាន1000ឬក៏ពេលបាន10000រៀលមកតើគេគូបែងចែកទៅក្នុងប្រអប់ទាំង3នោះយ៉ាងដូចម្ដេចនៅក្នុង10000រៀលដែលគេបាននោះឧទាហរណ៍ថាគេអាចនឹងប្រើប្រាស់បាន5000រៀលទៅលើប្រអប់ចាយវាយឧទាហរណ៍ថា
2000 រៀលឬក៏3000 រៀលទៅលើប្រអប់សន្សំហើយ1000 រៀលឬក៏2000 រៀលទៅក្នុងប្រអប់ជួយដល់អ្នកដែលក្រីក្រឬក៏ប្រអប់ដង្វាយដែលគេត្រូវយកទៅថ្វាយនៅឯថ្ងៃអាទិត្យអ្វីជាដើមនោះគឺជាផ្នត់គំនិតរាល់ពេលដែលគេបានមកយើងត្រូវសង្កេតមើលគេហើយជំរុញចិត្តឲ្យគេធ្វើយ៉ាងដូច្នោះរាល់ពេលដែលបានលុយមកធ្វើយ៉ាងដូច្នោះដាក់3នោះចូលហើយប៉ះសិនបើឧទាហរណ៍ថាគេចង់បានអ្វីមួយដែលមានតម្លៃឧទាហរណ៍ថាថ្លៃបន្តិចទៅ 100000 ហើយគេមានសន្សំបាន 50000 ហើយសូមឪពុកម្ដាយសូមកុំអោយនៅបន្ថែមប្រគ្រប់ចា50000 ទៀតឲ្យគេព្យាយាមសន្សំដើម្បីប្រគ្រប់50000 ទៀតចាឲ្យគេព្យាយាមដើម្បីសន្សំទាំងអស់នោះគឺជាការដែលបង្រៀនដល់គេឲ្យគេចេះរងចាំចាបង្រៀនឲ្យគេរងចាំឲ្យគេមានភាពអត់ធ្មត់ចាឲ្យគេចេះដឹងអំពីស្អីត្រូវការហើយឲ្យគេចេះដឹងអំពីតម្លៃដែលគេតស៊ូចាដើម្បីនឹងទៅបានរបស់ទាំងអស់នោះមកចាអរគុណច្រើនលោកគ្រូអញ្ចឹងនេះគឺជារបៀបមួយហើយនៅពេលដែលយើងស្ដាប់ឮខ្ញុំមានគំនិតមួយដែលគិតថាលោកគ្រូដូចជាស្មុគស្មាញដូចជាហត់នឿយណាលោកគ្រូខ្ញុំរវល់នឹងមុខរបរខ្ញុំរវល់នឹងការងារលោកគ្រូខ្ញុំ stress ណាមានពេលណាលោកគ្រូទូចណា5 6 ឆ្នាំបដ ாய் ទៅដូចជាហត់ខ្ជិលយកពេលវេលាហើយខ្ញុំចាប់ដើមគិតដូចលោកគ្រូបានមានភាសាខ្ញុំចាប់ដើមគិតថាបើខ្ញុំខ្ជិលនៅក្នុងពេលនេះខ្ញុំកំពុងតែរៀបចំខ្លួនដើម្បីដោះស្រាយបញ្ហានៅថ្ងៃក្រោយព្រោះពួកគេនឹងមិនយល់អំពីការរៀបចំថវិកាមួយដែលត្រឹមត្រូវធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់អនាគតរបស់ពួកគេហើយជាម្ដាយប្រកាសឲ្យពេលខ្លះនៅពេលនេះដែលយើងធ្វើដើម្បីដោយព្រោះតែស្រឡាញ់កូននៅពេលដែលកូនយំទាចង់បានរបស់យើងមានលុយដែរអត់ចង់ឲ្យកូនយំចង់បង្ហាញថាយើងស្រឡាញ់កូនយើងឲ្យពួកគេតែនៅពេលដែលគេធំឡើងពេលខ្លះយើងវ័យយើងកាន់តែចាស់កម្លាំងយើងកាន់តែខ្សោយតែតម្រូវការពួកគេកាន់តែខ្ពស់ធ្វើឲ្យគេអត់អាចចេះស៊ូទ្រាំឬក៏ចេះរងចាំអត់ធ្មត់ដើម្បីទទួលនៅរបស់ឬក៏សម្ភារៈដែលគេចង់បានដែលគេត្រូវការដូច្នេះបានជាខ្ញុំនិយាយថាកូនរបស់ផងយើងប្រៀបដូចជាกระดาษសមួយចាលោកគ្រូហើយសកម្មភាពរស់នៅរបស់ផងយើងប្រៀបដូចជាទឹកខ្មៅចាការអប់រំសំខាន់បំផុតគឺនៅក្នុងផ្ទះនៅឯសាលាបានផ្ដល់នៅការចំណេះដឹងសង្គមទូទៅចាដែលយើងអាចនឹងទទួលយកបានប៉ុន្តែនៅក្នុងផ្ទះគឺជាការអប់រំនៅផ្នត់គំនិតចាចរិតលក្ខណៈទម្លាប់ដែលយើងប្រើប្រាស់ហើយភាពជោគជ័យអនាគតភាពរុងរឿងរបស់មនុស្សម្នាក់វាអត់អាស្រ័យទៅលើចំណេះដឹងដែលយើងទទួលពីខាងក្រៅទេគឺអាស្រ័យទៅលើបុគ្គលិកលក្ខណៈចរិតលក្ខណៈពីខាងក្នុងដែលឪពុកម្ដាយហើយនិងក្រុមគ្រួសារបានដាក់ឲ្យកូនរបស់យើងនោះឯងដូច្នេះភាពចង់បានភាពចេះចែករំលែកភាពមានក្តីស្រឡាញ់ភាពអាត្មានិយមទាំងអស់នោះគឺកើតចេញពីទម្លាប់រស់នៅក្នុងក្រុមគ្រួសារហើយវាកើតចេញអំពីការប្រើប្រាស់លុយចា៎នៅក្នុងរាល់ថ្ងៃដែលឪពុកម្ដាយប្រើប្រាស់ថាតើយើងយកចិត្តទុកដាក់បង្ងើយកន្តើយនៃកូនដែលជាក្របពូជដែលយើងកំពុងតែបណ្ដុះនោះយ៉ាងដូចម្ដេចគឺអាស្រ័យទៅលើយើងប្រើជីវិតរបស់យើងរាល់ថ្ងៃយើងបណ្ដុះវារាល់ថ្ងៃនោះឯងចា៎បាទពិសេសមែនតើហើយខ្ញុំក៏ចាប់អារម្មណ៍ប្រអប់ទាំង3ប្រអប់នៃការចំណាយប្រអប់នៃការសន្សំហើយនិងប្រអប់នៃដង្វាយការឲ្យហើយជាពិសេសមែនតើដែលយើងពេលខ្លះយើងគិតតែអំពីការឲ្យពួកគេចេះរៀបចំសន្សំដើម្បីចង់បាននេះសន្សំដើម្បីទិញនេះសន្សំដើម្បីបំពេញនៅបំណងចិត្តរបស់ពួកគេយើងគិតថាអូសប្បាយចិត្តខ្ញុំធ្វើត្រូវតាមពិតត្រឹមត្រូវប៉ុន្តែយើងភ្លេចនៅចំណែកមួយដែលល្អជាងគេបំផុតគឺជាចំណែកនៃការដែលឲ្យដែលបង្រៀនពួកគេឲ្យចេះឲ្យហើយនឹងចេះថ្វាយជាពិសេសទៅដល់ក្រុមគ្រួសាររបស់គ្រូបរិស័ទជាពេលវេលាមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំជួយពួកគេឲ្យយល់ហើយនឹងគោរពកោតខ្លាចព្រះជាម្ចាស់តាមរយៈការដែលឲ្យពួកគេចេះថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់
ឲ្យពួកគេស្រឡាញ់អ្នកដទៃតាមរយៈការដែលពួកគេចេះឲ្យចេះជួយទៅដល់សេចក្តីត្រូវការរបស់អ្នកដទៃហើយនោះវាជារឿងមួយដែលសំខាន់ហើយចាំបាច់បំផុតនៅក្នុងជីវិតដែលយើងមិនត្រឹមតែបំពេញខ្លួនឯងប៉ុន្តែយើងចេះគិតគូរខ្វាយខ្វល់ទៅដល់មនុស្សនៅជុំវិញខ្លួនយើងសរុបទាំងអស់នៅក្នុងមេរៀននៅក្នុង podcast មួយនេះចំពោះលោកគ្រូតាហេតុអ្វីបានជាការដែលបណ្ដោះកូនឲ្យមាននៅទម្លាប់នៃហិរញ្ញវត្ថុវាជារឿងសំខាន់ហើយចាំបាច់ចំពោះឪពុកម្ដាយវាមិនមែនតែគ្រាន់តែជារឿងលុយ ចា៎ ប៉ុន្តែវាគឺជាការបង្រៀន ចា៎ យើងហៅថាវាគឺជាវិជ្ជាជីវិតដែលកូនរបស់ផងយើងរៀនមើលឃើញអំពីឪពុកម្ដាយដូចខ្ញុំចែកចាយពីដើមថាសាលារៀនបង្រៀនទូទៅអំពីចំណេះដឹងទូទៅ ចា៎ ប៉ុន្តែរបៀបរបបនៅក្នុងឪពុកម្ដាយនីមួយៗបង្រៀននៅបុគ្គលិកលក្ខណៈផងកូនតាមរបៀបក្រុមគ្រួសាររបស់ផងគេម្នាក់រៀងខ្លួនហើយផលផ្លែនៃជីវិតដែលកូនយើងនឹងចេញមកទៅថ្ងៃអនាគតគឺអាស្រ័យទៅលើឪពុកម្ដាយ ចា៎ កន្លែងហ្នឹងហើយភាពអត់ធ្មត់កើតឡើងចេញមកអំពីរបៀបរបបយ៉ាងដូចនោះផងដែរ ចា៎ ការចេះចាំឬអត់ចេះអត់ទ្រាំឬអត់ក៏អាស្រ័យទៅលើការដែលយើងប្រើប្រាស់ថវិកាថាតើយើងចង់បានឬអត់តើយើងមានផែនការឬអត់ ចា៎ ឬក៏យើងជាម្នាក់ជាក្រុមគ្រួសារមួយដែលឃើញអត់បានត្រូវតែទិញមកឲ្យតែចង់ត្រូវតែបានមក ចា៎ ឲ្យតែឃើញត្រូវតែមានដែរទាំងអស់នោះហើយជាអ្វីដែលយើងកំពុងតែសិតដាក់ចូលទៅក្នុងជីវិតរបស់កូន ចា៎ ក្រុមគ្រួសារគឺជាថ្នាលឬក៏វិជ្ជាជីវិតដល់កូនរបស់ផងយើងម្នាក់ការសម្រេចចិត្តក្នុងការដែលជ្រើសរើសតើអ្វីដែលយើងកំពុងតែចង់បានហ្នឹងវាជាការចង់បានឬមួយក៏ជាសេចក្តីត្រូវការចាំបាច់ ចា៎ បើសិនបើឪពុកម្ដាយអត់ចេះរងចាំអត់ចេះមកពីគ្រោះគ្នាទេនោះកូនរបស់ផងយើងនឹងកើតឡើងយ៉ាងដូច្នោះ ចា៎ ឲ្យតែឃើញគឺចុចយកឲ្យតែឃើញគឺខ្ញុំត្រូវតែមានដែរ ចា៎ ហេតុអីបានជាខ្ញុំអត់មានហេតុអីបានជាខ្ញុំមិនដូចគេទាំងអស់នោះគឺជាមេរៀននៅក្នុងជីវិតហើយក៏ជាកន្លែងដែលបង្រៀនអំពីឯករាជ្យភាពទៅដល់កូនផងដែរកូនយើងអាចក្លាយទៅជាអ្នកដែលពឹងទៅលើបំណុលឬមួយក៏ក្លាយទៅជាអ្នកដែលពឹងទៅលើអំពីថវិកានៅក្នុងហោប៉ៅខ្លួនឯងបើសិនបើយើងអត់បានគិតគូរឲ្យអស់អំពីជីវិតនៅក្នុងក្រុមគ្រួសាររបស់ផងយើងទេកូនរបស់ផងយើងនឹងក្លាយទៅជាម្នាក់គាត់អត់ខ្វល់អំពីបំណុលទោះបើឲ្យតែមានទោះបើជាពាក់បំណុលគេទោះបើថ្ងៃក្រោយទៅជាយ៉ាងម៉េចខ្ញុំអត់បានទេធ្វើម៉េចឲ្យខ្ញុំមានសិនមកបាទខ្ញុំមានសិនទៅខ្ញុំពេញចិត្តហើយសូមចាំថាគ្មានរបស់ណាដែលនៅលើផែនដីនេះអាចនឹងស្កប់ចិត្តរបស់យើងនោះទេទោះបើយើងមានរបស់នងហើយបន្តិចទៀតយើងនឹងត្រូវការទៀតវាចិត្តរបស់យើងប្រហោង ចា៎ បន្តិចទៀតយើងនឹងត្រូវការទៀតនៅពេលដែលយើងមានរបស់ដែលលយនឹងហើយក៏ដោយតែបន្តិចយើងធុញហើយយើងនឹងត្រូវការទៀត ចា៎ ដូច្នេះយើងជាក្រុមគ្រួសារគឺជាពេលវេលាដែលល្អដែលយើងអាចនឹងបង្រៀនដល់កូនរបស់ផងយើងតាមរយៈយើងថាតើយើងចាំបាច់ឬអត់ដែលយើងត្រូវមានវា ចា៎ បើសិនបើយើងមានហើយតើអ្វីជាផលវិជ្ជមានហើយនិងអវិជ្ជមានអង្គុយជុំគ្នាហើយពិភាក្សាគ្នានោះកូនយើងនឹងរៀនបានយ៉ាងដូច្នោះដែរ ចា៎អរគុណច្រើនដូច្នេះនេះគឺជាអ្វីដែល podcast របស់យើងកំពុងតែនិយាយគឺដើម្បីជួយទៅដល់កូនរបស់ពួកគេហើយជាពិសេសខ្ញុំចាប់អារម្មណ៍ថាចំណុចមួយដែលសង្គមរបស់យើងកាន់តែអភិវឌ្ឍទៅដែលធ្វើឲ្យមនុស្សទទួលយកបំណុលគាត់ថាវាជារឿងមួយដែលធម្មតាទិញរំលោះបងលុយខ្លះមុនសិនចាំបងតាមក្រោយបន្តតាមពិតនោះគឺជាទីផ្សារដែលគេធ្វើនៅក្នុងការលក់របស់សម្ភារៈទំនិញរបស់គេក៏ប៉ុន្តែវាយើងអត់ដឹងថាតើយើងមានលទ្ធភាពនៅក្នុងការដែលល្អមែនតើបើយើងមើលទៅថាយើងអាចមានលទ្ធភាពក្នុងការដែលបងបន្តដោយមិនប៉ះពាល់ទៅដល់ការចំណាយទូទៅផ្សេងធ្វើឲ្យហិរញ្ញវត្ថុរបស់យើងបាន
មាននៅស្ថិរភាពហើយមាននៅសុខភាពល្អប៉ុន្តែវានឹងគ្រោះថ្នាក់ប្រសិនបើយើងគាត់ថាអត់អីទេយកមកសិនមកចាំគិតទៀតហើយនោះគឺបណ្ដោះគំនិតហ្នឹងខ្ញុំបារម្ភថានៅថ្ងៃខាងមុខវាកាន់តែមានភាពជឿនលឿននិងទំនើបភាពមកដល់ធ្វើឲ្យពួកគេកាន់តែកូនរបស់យើងបានបង្កើតនៅគំរូមួយដែលគិតថាយកមកសិនមកមិនអីទេធ្វើឲ្យពួកគេកាន់តែហ៊ានមានចិត្តហ៊ានជាងយើងជាឪពុកម្ដាយទៀតអញ្ចឹងវាកាន់តែគ្រោះថ្នាក់ទៅដល់ពួកគេជាចុងក្រោយតើលោកគ្រូមានមតិយោបល់យ៉ាងណានៅក្នុងកម្មវិធីរបស់យើងចាសូមលោកគ្រូសូមជើញបាទអរគុណសម្រាប់ខ្ញុំការផ្លាស់ប្ដូរផ្នត់គំនិតចាប្រកាសហើយសំខាន់ជាងការទាញឲ្យកូនរបស់ផងយើងឬបង្ខំឲ្យកូនរបស់ផងយើងស្ដាប់តាមវិន័យដែលយើងដាក់បង្ហាញពីហេតុផលនៅក្នុងជីវិតនោះសំខាន់ជាងការដែលគេត្រូវតែស្ដាប់តាមយើងដែលយើងជាមេគ្រួសារឬក៏យើងជាឪពុកម្ដាយវានឿយហត់បន្តិចក្នុងការដែលបញ្យល់ពីហេតុផលពីអ្វីដែលយើងត្រូវមានអ្វីដែលយើងមិនត្រូវមានអ្វីដែលយើងគួរទិញអ្វីដែលយើងមិនគួរទិញប៉ុន្តែវាអាចទៅនឹងអំពីបង្រៀនអំពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់ផងយើងផងដែរខ្ញុំមានបើសង្ខេបឡើងវិញយើងអាចនឹងមើលឃើញថាលុយគឺជាឧបករណ៍មិនមែនជាគោលដៅនោះទេចាយើងបង្រៀនកូនរបស់ផងយើងឲ្យយល់អំពីកន្លែងនេះពីព្រោះអីមានមនុស្សជាច្រើនរស់នៅគឺជាទេសកលរបស់ផងលុយបើសិនបើយើងអត់បានមើលឃើញកន្លែងនេះទេយើងនឹងឃើញថាយើងគឺគោលដៅរបស់យើងគឺលុយគោលដៅរបស់យើងគឺមានបានប៉ុន្តែលុយវាគឺជាឧបករណ៍របស់ផងយើងនោះទេនៅក្នុងវប្បធម៌របស់ផងយើងជាច្រើនយើងបារម្ភថាបើពេលដែលយើងបង្រៀនកូនអំពីលុយច្រើនពេកវាទៅជាប្រហើនវាទៅជាមើលងាយចំពោះលុយប៉ុន្តែការបង្រៀនកូនឲ្យស្គាល់ពីលុយវាជាការបង្រៀនកូនឲ្យមានសេរីភាពឲ្យយល់ដឹងអំពីតម្លៃនៃពលកម្មយល់ដឹងអំពីការទទួលខុសត្រូវនៅក្នុងជីវិតនៅពេលដែលកាលណាពួកគេយល់ដឹងយ៉ាងច្រើនហើយគេនឹងមើលឃើញថាលុយគឺជាឧបករណ៍មួយសេរីភាពពីលុយដែលធ្វើជាម្ចាស់យើងនោះគឺជាសេរីភាពនៃការស្កប់ចិត្តមួយមនុស្សជាច្រើនរស់នៅគឺសម្រាប់តែលុយចា៎ប៉ុន្តែនៅពេលដែលយើងលុយជាឧបករណ៍សុភមង្គលគឺជាខ្លួនរបស់ផងយើងគឺជាគោលបំណងនៅពេលដែលយើងមានថាខ្ញុំគ្រប់គ្រាន់ហើយចា៎ខ្ញុំមានអ្វីដែលល្អល្មមហើយនោះគឺជាសេរីភាពមួយនៃផ្លូវចិត្តមួយដែលយើងមានប៉ុន្តែបើសិនបើយើងបើកភ្នែកមកត្រូវតែរកលុយបិទភ្នែកទៅវិញត្រូវតែគិតអំពីលុយនោះយើងនឹងហើយជាទេសកលរបស់ផងលុយហើយភាពស្មោះត្រង់នៅក្នុងហិរញ្ញវត្ថុគួរតែឪពុកម្ដាយគួរតែផ្លាស់ប្ដូរឈប់គិតថាខ្លួនឯងគឺជាហេរ៉ូឪពុកម្ដាយជាច្រើនគឺគិតថាខ្លួនគឺជាហេរ៉ូសម្រាប់កូនរាល់ពេលដែលកូនត្រូវការបានគឺតែងតែបានស៊ុបហេរ៉ូគឺនៅកន្លែងនឹងរហូតកូនចង់បានអ្វីគឺរកដើម្បីនឹងឲ្យកូនទាំងអស់លះបង់គ្រប់យ៉ាងទាំងអស់ដើម្បីឲ្យកូនមានសុភមង្គលដើម្បីឲ្យកូនទទួលបាននៅអនាគតយ៉ាងល្អប៉ុន្តែយើងកំពុងតែក្តិចនៅត្រួយនៅរឹសកែវនៃភាពតស៊ូនៅភាពអត់ធ្មត់របស់ផងកូនរបស់ផងយើងពីព្រោះវាទទួលបានអ្វីដែលស្រួលមរតកដែលស្រួលដែលឪពុកម្ដាយបានឲ្យហើយនោះវានឹងមិនចាក់រឹសយ៉ាងជ្រៅដូចជាយើងខំចាក់រឹសឲ្យកូននោះទេពីព្រោះគិតថារបស់របរទាំងអស់នោះគឺមានមរតកមានឪពុកម្ដាយបានឲ្យដល់កូនខ្ញុំទទួលស្គាល់អំពីភាពលំបាករបស់ផងយើងពីអតីតកាលជាពិសេសជនជាតិខ្មែរយើងពីអតីតកាលការឈឺចាប់ភាពអត់ក្រនៅក្នុងជីវិតពីអតីតកាលយើងអត់ចង់ឲ្យកូនរបស់ផងយើងលំបាកកូនរបស់ផងយើងឈឺចាប់កូនរបស់ផងយើងទទួលនៅទុក្ខលំបាកដូចយើងដូច្នេះយើងអត់យើងចង់ឲ្យគេល្អជាងយើងប៉ុន្តែយើងភ្លេចថាអ្វីដែលយើងចង់ឲ្យគេល្អយើងខ្លាចទៅជាវីរៈបុរសរបស់ផងពួកគេ
យើងកំពុងតែក្តិចយើងកំពុងតែកាត់នៅជីនៅត្រួយនៅភាពអត់ធ្មត់នៅភាពចាំ ចា៎ នៅភាពតស៊ូរបស់ផងគេដែលធ្វើឲ្យពួកគេអត់មានរឹសទាំងអស់នោះទេអ្វីដែលជាភាពគួរឲ្យខ្លោចផ្សាបំផុតគឺកូនរបស់ផងពួកគេដែលជាចៅរបស់ផងយើងដែលនឹងទទួលនៅភាពស្អុយនៅភាពរលួយដែលយើងបានដាក់ឲ្យនោះដូច្នេះដែលយើងត្រូវប្រយ័ត្នផងដែរយើង hero នៅនឹងគេនឹងខ្លាចទៅជាម្នាក់ដែលល្អប៉ុន្តែចៅរបស់ផងយើងទេដែលនឹងទទួលបាននៅផលដែលនឹងត្រូវរលួយចេញអំពីអ្វីដែលយើងបានដាក់ឲ្យនៅពេលនោះផងដែរចាប់ផ្ដើមពីតូចតែមានទម្លាប់មួយដែលធំបង្រៀនអំពីការសន្សំត្រឹមតែ100ឬក៏500នៅក្នុងថ្ងៃដល់ពេលខ្លះយើងគិតថាវាមិនមានបានផលប៉ុន្តែវាអាចនឹងបង្កើតបានទៅជាសាច់ដុំនៃវិន័យសម្រាប់វាដែរធ្វើឲ្យរាងកាយផងវាវប្បធម៌ជីវិតរបស់ផងកូនផងយើងខ្លាចទៅជាអ្នកដែលមានសុខភាពល្អ100 500រៀលដែលគេសន្សំដែលគេមានវិន័យនោះគឺជាសាច់ដុំវិន័យមួយយ៉ាងធំសម្រាប់ពួកគេនៅថ្ងៃអនាគតដូចជាពាក្យស្លោកមួយដែលថាយើងមិនអាចចិញ្ចឹមកូនមួយជីវិតទេតែយើងអាចបន្សល់នៅចំណេះដឹងនៃការគ្រប់គ្រងលុយដើម្បីឲ្យគេអាចនឹងចិញ្ចឹមខ្លួនគេពេញមួយជីវិតវ៉ាវការដែលយើងបង្រៀនអំពីហិរញ្ញវត្ថុយើងមិនចាំបាច់ចិញ្ចឹមគេប៉ុន្តែយើងដាក់នៅចំណេះដឹងនៃការគ្រប់គ្រងលុយពេញមួយជីវិតរបស់គេហើយគេនឹងចេះដឹងហើយគេនឹងមានបានហើយគេនឹងដឹងគុណយើងពេញមួយជីវិតវ៉ាវអរគុណច្រើនលោកគ្រូខ្ញុំពិតជាសម័យខ្ញុំចូលចិត្តជាមនុស្សដែលនៅពេលដែលមានការទៅជែកទៅខ្ញុំសម័យឃើញរូបភាពទាំងអស់ហ្នឹងខ្ញុំសម័យដូចលោកគ្រូបានមានប្រសាសន៍ថាយើងជា hero សម្រាប់កូនរបស់យើងនៅក្នុងថ្ងៃនេះកូនរបស់យើងគេមានជីវិតមួយដែលល្អមែនតើក៏ប៉ុន្តែលោកអ្នកបងប្អូនហើយនឹងខ្ញុំជឿថាយើងអត់ស្រឡាញ់ត្រឹមតែកូនទេពាក្យខ្មែរយើងនិយាយថាស្រឡាញ់កូនមកទៅស្រឡាញ់ចៅមកខាងអញ្ចឹងលោកអ្នកបងប្អូនហើយនឹងខ្ញុំរឹតតែស្រឡាញ់ចៅយើងស្រឡាញ់កូនទៀតប្រសិនបើលោកអ្នកបងប្អូនស្រឡាញ់ចៅមកខាងត្រូវតែបង្ខំចិត្តលុតដំខ្លួនឯងជាឪពុកម្ដាយបង្រៀនកូនរបស់យើងឲ្យគេមាននៅចំណេះដឹងនិងការយល់ដឹងដ៏ត្រឹមត្រូវអំពីការចាត់ចែងលុយពីព្រោះចៅរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំគេនឹងទទួលបាននៅផលដ៏ល្អនៅពេលដែលឪពុកម្ដាយរបស់ពួកគេមាននៅចំណេះដឹងនិងការគ្រប់គ្រងលុយដែលមានសុខភាពល្អពួកគេចេះអត់ធ្មត់ពួកគេចេះសន្សំពួកគេចេះចែករំលែកពួកគេបានស្គាល់អំពីតម្លៃនៃលុយអញ្ចឹងលោកអ្នកបងប្អូនហើយនឹងខ្ញុំប្រសិនបើយើងស្រឡាញ់ចៅយើងមកខាងសូមបង្រៀនកូនរបស់យើងនៅក្នុងថ្ងៃនេះដោយបង្ហាញបង្កើតជាគំរូមួយដែលត្រឹមត្រូវដល់កូនរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែរมันងាយស្រួលប៉ុន្តែយើងអាចធ្វើបានទាំងអស់គ្នាអរគុណច្រើនក៏សូមអរគុណលោកគ្រូសម្រាប់ពេលវេលាក៏ដូចជាបទពិសោធន៍និងដំបូន្មានដ៏មានតម្លៃខ្ញុំជឿថាជាង30-40នាទីនេះពិតជាមានតម្លៃខ្លាំងមែនតើដែលនឹងជួយស្ដារទៅដល់ស្ថានភាពសេដ្ឋកិច្ចធ្វើឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំអាចមានសេដ្ឋកិច្ចមួយផ្នែកហិរញ្ញវត្ថុដែលមានសុខភាពល្អជាងមុននៅក្នុងក្រុមគ្រួសារហើយក៏ជាទុនមួយដែលជួយទៅដល់លោកអ្នកបងប្អូននៅក្នុងការដែលផ្ដល់នៅចំណេះដឹងនិងវប្បធម៌នៃការចាត់ចែងលុយបានយ៉ាងត្រឹមត្រូវទៅដល់កូនរបស់លោកអ្នកហើយយើងនឹងមានក្រុមគ្រួសារសហគមន៍និងសង្គមជាតិមួយដែលមានមនុស្សយល់ដឹងអំពីសេដ្ឋកិច្ចអំពីហិរញ្ញវត្ថុវាជួយទៅដល់ការអភិវឌ្ឍទៅដល់សង្គមជាតិទាំងមូលអរគុណច្រើនយើងនឹងជួបគ្នានៅ podcast នៅសប្តាហ៍ក្រោយថ្មីម្ដងទៀតសូមព្រះជាម្ចាស់បានប្រទានពរ